បាទជំរាបសួរទាំងអស់គ្នាខ្ញុំឈ្មោះយូឡុងហើយថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពី pipe command តើ pipe command យើងប្រើដើម្បីធ្វើអ្វី pipe command នៅក្នុង Linux គឺយើងប្រើដើម្បីធ្វើការ run command 2ឬក៏ច្រើននៅក្នុងជួរតែមួយនៅក្នុង line តែមួយដោយ command ទី2ដែល separate ដោយ pipe command ហ្នឹងវាគឺជា output នៃ command ទី1តើកន្លែងនេះមានន័យថាម៉េចអញ្ចឹងឧទាហរណ៍នៅក្នុងនេះខ្ញុំធ្វើការ list មួយខ្ញុំធ្វើការ list file មួយតែយើងឃើញថានៅក្នុងការ list file ហ្នឹងយើងមានជាច្រើនជួរមានជាច្រើន line ប៉ុន្តែយើងចង់ output មកដោយមានជួរមានជួរ1ជួរ2ជួរ3ជួរ4យើងរ៉ាន់ទេគឺវាមានជួរទេអញ្ចឹងខ្ញុំអាចប្រើជា pipe command ដើម្បីឲ្យដើម្បីខ្ញុំធ្វើការ run command មួយទៀតដែលជា output របស់វាអញ្ចឹងខ្ញុំអាចប្រើពាក្យ nl ហ្នឹងគឺវានៅពេលដែល print មកគឺវាមានដាក់ជាចំនួនជួរយើងអញ្ចឹងខ្ញុំអាច enter មកគឺវាប្រាប់ថាខ្ញុំមាន9ជួរតមក pipe command ហ្នឹងក៏យើងអាចប្រើជាមួយ head និង tail បានដែរអញ្ចឹង head គឺវាធ្វើការចាប់យក line នៅខាងលើមកពីលើមកក្រោមចុះ tail វាចាប់ពីចាប់ line ពីក្រោមឡើងលើបើខ្ញុំប្រើ head ទេគឺវាធ្វើការ print មកទាំងអស់ប៉ុន្តែបើខ្ញុំប្រើ head ហើយខ្ញុំប្រើ dash តមកខ្ញុំវាយលេខអញ្ចឹងយកថាខ្ញុំចង់ print 3 line អញ្ចឹង3 line ខ្ញុំមាន total ជួរនេះអញ្ចឹងខ្ញុំ enter មកគឺវាយកមក3ជួរហ្នឹងមកហើយមួយទៀតខ្ញុំក៏អាចថែម pipe command មួយទៀតដែរតមកខ្ញុំអាចឲ្យវា list line មកគឺវា print មកចំនួន3ជួរបើខ្ញុំចង់ឲ្យវា print ដល់5ជួរខ្ញុំអាចប្រើ head ចំនួន5ចុះបើខ្ញុំចង់ឲ្យវា print ពីខាងកតុយមកវិញពីខាងក្រៅមកវិញអញ្ចឹងខ្ញុំអាចប្រើ head មកខ្ញុំអាចប្រើ2អញ្ចឹងយើងឃើញថានេះពីដំបូងពីលេខ9នេះ9 8ហ្នឹងពីក្រៅមកវិញអញ្ចឹងពេលយើងប្រើ head វា print ពីក្រៅមកវិញស្លាញ់ក៏បានដែរនេះគឺវា print មកពីក្រោមមកវិញហើយcommand type command នេះក៏វា work ទៅលើការ add ទៅលើ file ដែរអញ្ចឹងខ្ញុំនឹងបង្កើត file មួយ attach ដាក់ line.txt តើខ្ញុំចូល edit file ហ្នឹងខ្ញុំ insert មកហើយ line 1 line 2 line 3 line 4បាទក្នុងឧទាហរណ៍ហ្នឹងខ្ញុំមាន9 line អញ្ចឹងខ្ញុំ exit ចេញពី Vim មកខ្ញុំ write តែមក quit ឥឡូវយើងចូលទៅមើល file ទាំងអស់គ្នាខ្ញុំឃើញថានៅក្នុង file ហ្នឹងខ្ញុំមាន line 1 line 2 line 3 4 5 6 7ដល់រហូតដល់9អញ្ចឹងចុះបើខ្ញុំចង់ get តែ3 line ទេ get តែ3 line គឺខ្ញុំអាច add ដូចគ្នាតមកខ្ញុំប្រើ pipe command ហ្នឹងតមកខ្ញុំប្រើ head ដើម្បីចាប់យកតែ3 line ទេហ្នឹងពេលយើង run command ហ្នឹងគឺវាចាប់យកតែ3មកទេ line 1 line 2 line 3ហើយខ្ញុំក៏អាចធ្វើការដាក់ line number បានដែរអញ្ចឹងខ្ញុំមាន1 2 3ហើយបើខ្ញុំចង់ចាប់ពីកតុយមកវិញអញ្ចឹងខ្ញុំអាចប្រើ tail បានខ្ញុំចាប់4មកតែខ្ញុំឃើញថាមាន9 8 7 6គឺវាចាប់ពីខាងក្រោមមកវិញបាទហើយចំពោះ command ដែរក៏យើងក៏អាចប្រើទៅលើការ add លើ file លើ text file ឬក៏យើងលើមើលលើ release អញ្ចឹងវីដេអូខ្ញុំមានតែត្រឹមហ្នឹងសូមអរគុណសម្រាប់ការទស្សនា